បីតិចសុបក្តៅអូននិយាយពីថាជាតិខ្លាំងមែនតែនមកបងប្អូនខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកធ្វើស៊ុបពងទាកូនជាមួយផិតត្រីនិយាយពីថារសជាតិឆ្ងាញ់ខ្លាំងមែនតែនហ្មងដាក់ម្ទេសហឹលមកបងប្អូនទាំងអស់គ្នាឃើញពងទាកូនអញ្ចឹងកុំគិតថាឆ្អាបជាមួយនឹងស៊ុបអត់ឆ្អាបទេនិយាយពីថាជាតិណាស់ផិតត្រីនេះនិយាយពីថាធ្វើឲ្យហូបត្រូវរសជាតិគ្រប់ទាំងចាស់ទាំងក្មេងអីគឺចូលចិត្តដូចគ្នាហ្នឹងខ្ញុំនឹកឃើញចង់ហត់ស៊ុបក្តៅហើយណាមួយចង់ធ្វើយ៉ាងលឿនដែរឆាប់បានញ៉ាំអញ្ចឹងហើយក៏នឹកឃើញធ្វើស៊ុបផិតត្រីហ្នឹងចំពោះស៊ុបផិតត្រីហ្នឹងគឺអត់មានអីគ្រឿងផ្សំច្រើនទេមានតែពងក្រួយមានតែពងទាកូនហើយនឹងផិតត្រីនឹងមកហើយបន្លែមានតែម្រះជាមួយនឹងតាំងអោអីទៅប៉ុណ្្នឹងឯងចំពោះពងក្រួយវិញបងប្អូនទាំងអស់គ្នាចង់ដាក់ក៏បានអត់ក៏បានដែរតែចំពោះខ្ញុំមានហើយក៏ខ្ញុំដាក់ទៅហើយផិតត្រីរបស់ខ្ញុំទិញមកពីផ្សារគេអត់តលាយគ្រឿងទេអញ្ចឹងហើយខ្ញុំយកមកដល់ខ្ញុំលាយគ្រឿងមានស្ករអំបិលប៊ីចេងអីអញ្ចឹងទៅហើយខ្ញុំដាក់ជាមួយស្លឹកខ្ទឹមហើយម្រេចតិចណាចំពោះផិតត្រីហ្នឹងខ្ញុំលាយគ្រឿងហើយខ្ញុំច្របល់វាឲ្យចូលជាតិសិនទើបខ្ញុំមូលវាមូលមកដើម្បីយើងយកមកដាក់ជាមួយនឹងស៊ុបផិតត្រីហ្នឹងពេលដែលខ្ញុំលាយគ្រឿងហើយខ្ញុំច្របាច់វារៀងយូរដែរទើបវាបានសាច់វាឡើងស្វិតល្អហើយវាឆ្ងាញ់ទៀតពេលដែលខ្ញុំមូលវាមូលហ្នឹងគឺខ្ញុំលាបខ្លាញ់ជាមួយនឹងដៃខ្ញុំតិចដើម្បីកុំឲ្យវាស្អិតជាប់ជាមួយនឹងសាច់ត្រីរបស់យើងហ្នឹងជាមួយនឹងសូមដៃបងប្អូនចង់ធ្វើកាន់តែលឿនទៀតណាគ្រាន់តែបេះដាក់ជាមួយទឹកស៊ុបហ្មងក៏បានដែរចាំបាច់មូលអញ្ចឹងដូចខ្ញុំទេស៊ុបមួយមុខនេះពេលដែលយើងញ៉ាំហើយយូរទៅមានកម្លាំងដោយសារអីមានផិតត្រីជាមួយនឹងពងទាកូននិយាយពីថារសជាតិឆ្ងាញ់មែនតើហើយផិតត្រីហ្នឹងគឺយើងលាយគ្រឿងអីមកល្មមឆ្ងាញ់រួចរាល់ហើយទៅពេលដែលយើងហូបយើងដាក់ជាមួយនឹងទឹកជ្រក់តិចតួចមកគឺរសជាតិវាអែមហ្មងហើយចំពោះទឹកស៊ុបវិញអត់មានទៅយកឆ្អឹងស៊ុបឆ្អឹងអីយកមកងាស់ទេនិយាយទៅគឺខ្ញុំប្រើជាមួយខ្ទឹមសខ្ទឹមក្រហមខ្ញុំយកមកលីងសិនណាចំពោះខ្ទឹមសខ្ទឹមក្រហមហ្នឹងគឺខ្ញុំដំវាហើយខ្ញុំច្រាំវាឲ្យវាល្អិតតិចមកនិយាយទៅងាយស្រួលធ្វើមែនតើហើយលឿនទៀតចំពោះស៊ុបមួយឆ្នាំងនេះបន្ទាប់ពីខ្ញុំច្រាំខ្ទឹមហើយខ្ញុំចាប់ផ្ដើមដាក់ប្រេងឆាចូលដើម្បីយើងលីងខ្ទឹមហ្នឹងចំពោះខ្ទឹមសហ្នឹងគឺខ្ញុំលីងមុនខ្ទឹមក្រហមនិយាយទៅយើងលីងខ្ទឹមសឲ្យវាឡើងឈ្ងុយឡើងក្រហមជើងក្រងមកបន្ទាប់មកបានខ្ញុំដាក់ខ្ទឹមក្រហមចូលហើយបានខ្ញុំចាក់ទឹកដើម្បីយើងងាស់ធ្វើជាទឹកស៊ុបចំពោះស៊ុបរដងពេលដែលយើងញ៉ាំភាគច្រើនគឺយើងញ៉ាំជាមួយនឹងមីប៉ុន្តែស៊ុបនេះចម្លែកគឺយើងញ៉ាំជាមួយនំបញ្ចុកគឺរសជាតិវាឆ្ងាញ់ត្រូវជាតិគ្នាមែនតើពេលដែលខ្ញុំចាក់ទឹកចូលហើយខ្ញុំចាប់ផ្ដើមដាក់គ្រឿងចូលនិយាយទៅគ្រឿងគឺមានតែស្ករអំបិលប៊ីចេងម្សៅស៊ុបអីហ្នឹងពេលដែលបងប្អូនដាក់គ្រឿងមកល្មមរសជាតិដែលបងប្អូនចង់ហូបហើយបងប្អូនដាក់ងាស់វាឲ្យវាពុះពេលដែលទឹកស៊ុបយើងពុះហើយបងប្អូនទាំងអស់គ្នាចាប់ផ្ដើមដាក់ផិតត្រីចូលទៅនិយាយទៅពេលដែលដាក់ផិតត្រីចូលហើយគឺដូចតែរួចរាល់អញ្ចឹងដូចតែឆ្អិនហើយអញ្ចឹងមិនថាស៊ុបមួយឆ្នាំងនេះនិយាយទៅធ្វើលឿនមែនតើហើយងាយធ្វើទៀតអត់មានសាំញ៉ាំច្រើនប្រើឆ្អឹងស៊ុបប្រើអីមកងាស់ដូចគេអញ្ចឹងបងប្អូនដែលចង់ហត់ស៊ុបក្តៅអីអាចសាកធ្វើស៊ុបមួយឆ្នាំងនេះបាននិយាយទៅរសជាតិឆ្ងាញ់ហើយត្រូវមាត់ទៀតពីខ្ញុំដាក់ផិតត្រីចូលហើយខ្ញុំចាប់ផ្ដើមដាក់ពងទាកូនចូលនិយាយទៅខដាក់ពងទាកូនដាក់ផិតត្រីចូលទឹកស៊ុបមួយឆ្នាំងនៅឡើងឈ្ងុយចំពោះផិតត្រីជាមួយនឹងពងទាកូនហ្នឹងបងប្អូនដាក់បរិមាណប៉ុណ្ណាក៏បានដែរទៅតាមបងប្អូនគិតថាចង់ហូបប៉ុណ្ណាគ្រាន់អីចឹងណាហើយចំពោះបន្លែវិញគឺមានតែផ្សិតជាមួយនឹងម្រះហើយតាំងអោអីហ្នឹងហើយបើបងប្អូនចង់ហូបជាលក្ខណៈបន្លែស្ពៃឬមួយក៏តកួនអីបន្ថែមទៀតក៏បានដែរយើងអាចដាក់បានដូចគ្នាខ្ញុំដាក់ពងទាកូនដាក់ផិតត្រីហើយគឺខ្ញុំដាក់ពងក្រួយចូលដូចខ្ញុំបញ្ជាក់ចឹងបើសិនជាបងប្អូនអត់ចង់ដាក់ពងក្រួយក៏បានដែរយើងដាក់តែផិតត្រីជាមួយពងទាកូនមករសជាតិឆ្ងាញ់យកទៅណាមអស់ហើយបន្ទាប់ពីដាក់ពងក្រួយដាក់អីហើយខ្ញុំដាក់ផ្សិតចូលមកនិយាយទៅគឺស៊ុបមួយឆ្នាំងហ្នឹងគឺរួចរាល់ហើយបងប្អូនទាំងអស់គ្នានិយាយទៅថារសជាតិឆ្ងាញ់ខ្លាំងហ្មងហើយបន្ទាប់មកបន្លែខៀវដូចជាម្រះជាមួយតាំងអោហ្នឹងទើបខ្ញុំដាក់ចុងក្រោយគេចំពោះស៊ុបមួយឆ្នាំងនេះយើងញ៉ាំជាមួយនំបញ្ចុកត្រូវជាតិគ្នាណាបងប្អូនណានិយាយពីថារសជាតិឡើងឆ្ងាញ់ហ្មងនំបញ្ចុកឡើងទន់ពេលដែលយើងដាក់បន្លែដាក់អីរួចរាល់ហើយបន្ថែមជាមួយនឹងខ្ទឹមពងតិចមកខ្ទឹមសអំពងហ្នឹងឡើងឈ្ងុយហ្មងនេះបងប្អូនស៊ុបខ្ញុំមួយឆ្នាំងហ្នឹងគឺរួចរាល់ឆ្អិនយើងអាចហូបបានហើយបងប្អូនមើលតំណងអញ្ចឹងបើសិនជាបងប្អូនចង់ហត់ស៊ុបក្តៅអីអាចសាកធ្វើប្រភេទស៊ុបនេះបាននិយាយទៅរសជាតិឆ្ងាញ់ហើយសំខាន់គឺយើងហូបបានច្រើនទៀតមានកម្លាំងអញ្ចឹងវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនដែលគាត់ឆ្លាញ់ចូលចិត្តកុំភ្លេចចុច like ចុច share ហើយនឹងចាំចូលមើលវីដេអូបន្ថែមបន្តក្រោយទៀតខ្ញុំនឹងរៀបចំមុខម្ហូបប្លែកៗជាច្រើនទៀតជូនបងប្អូនទាំងអស់គ្នាសម្រាប់មើលសម្រាប់ធ្វើអញ្ចឹងតើបងប្អូនទាំងអស់គ្នាបើសិនជាតនេអាចសាកធ្វើស៊ុបមួយឆ្នាំងនេះហូបបាននិយាយទៅរសជាតិឆ្ងាញ់អរគុណច្រើនបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like ចុច share ផងណាបាយបាយ